បងប្អូននឹងបើនិយាយបើសិនជាមានឱកាស3ចាបើមានឱកាស3ដើម្បីឲ្យសៀមគឺប្រកាសណាស់100%សៀមនឹងឈ្នះពានខ្មែរជាលើកទី3ហើយដល់ពេលនោះហើយគឺខ្មែរយើងអាចមានគ្រោះថ្នាក់ច្រើនជាងមុនបើសិនជាបងប្អូនទាំងអស់គ្នាយល់ច្បាស់ការពីសង្គ្រាមលើកទី1និងសង្គ្រាមលើកទី2ពីព្រោះថាសង្គ្រាមលើកទី1ហ្នឹងបងប្អូននឹងមិនអត់សៀមគឺពួកវាបានបញ្ចប់សង្គ្រាមទាំងដោយមិនអស់ចិត្តបងប្អូនចាពួកវាបញ្ចប់សង្គ្រាមទាំងដោយមិនអស់ចិត្តគិតថាខ្មែរនឹងអត់អាចទប់ទល់បានប៉ុន្តែបែរជាខ្មែរនឹងអាចតស៊ូទប់ទល់ជាមួយនឹងវាជាប់នឹងប្រធានអាស៊ានរួមទាំងមានសហរដ្ឋអាមេរិកចេញមុខមកអន្តរាគមន៍ទៀតចំណែកលើកទី2វិញសៀមគឺបានសម្ដែងធ្វើដើរតួនាទីអនុវត្ត GBC និង JBC ណាបងប្អូនរហូតដល់ដំណាក់កាលមួយហ្នឹងគឺដកអាវុធធនធ្ងន់រួចហ៊ានកាត់ថាអាចស្គាល់ពីកម្លាំងរបស់កងទ័ពខ្មែរយើងច្បាស់ក៏ប្រើប្រាស់បញ្ហាមីនដដែលដើម្បីវាជាមួយនឹងខ្មែរបន្តក៏ប៉ុន្តែរយៈពេល21ថ្ងៃសៀមឬមួយក៏ថៃនេះគឺអត់អាចវាគ្រប់គ្រងពីសមរភូមិទូចទៅទ្រង់ទ្រាយធំបានទេដោយសារតែខ្មែរយើងនឹងបានទប់ទល់ជាប់ខ្លាំងមែនទែននឹងមឹងពង្រីកសង្គ្រាមរហូតដល់មានចិត្តនេះមកអន្តរាគមន៍ទៅបញ្ចប់សង្គ្រាមលើកទី2និងទទួលបានប័ណ្ណឈប់បាញ់ចុះសង្គ្រាមលើកទី3និងឱកាស3របស់សៀមនឹងតើជាអ្វីទៅមែនតើទៅបងប្អូនត្រូវដឹងថាចេះការបង្កើតទៅជាសង្គ្រាមលើកទី3មិនមែនព្រោះតែហេតុផល3យ៉ាងនេះសិនទី1នឹងមិនមែនបញ្ហាមីនទី2នឹងមិនមែនបញ្ហាដោយសារតែការមិនអនុវត្ត GBC និង JBC និងទី3នឹងមិនមែនដោយសារតែការអស់ការអត់ធ្មត់ទេពីព្រោះថាការអន្តរាគមន៍របស់ចិននឹងគឺលើសអាមេរិកនិងកម្រិតអាស៊ានចិនមានឥទ្ធិពលទៅលើសៀមខ្លាំងណាស់បងប្អូនដូច្នេះហើយវាអត់អាចប្រើប្រាស់វិធី2យ៉ាងខាងលើដោយដែលខ្ញុំបានជម្រាបជូនប្រាប់បងប្អូនមុននឹងទេនឹងខាងខ្មែរអស់ការអត់ធ្មត់បានឡើយបើមិនដូច្នេះទេសៀមហើយនឹងខ្មែរប្រកាសជាទទួលសម្ពាធពីចិននៅក្នុងរូបភាពសេដ្ឋកិច្ចឬយោធាហើយបងប្អូនក៏ប្រកាសជាទទួលបានដំណឹងនិងជ្រាបពីព័ត៌មានមួយដែលព័ត៌មាននឹងពាក់ព័ន្ធជាមួយនឹងការចាប់មេចិនស៊ីពីប្រទេសខ្មែរទៅឲ្យចិនដែរឲ្យតែដោះស្រាយបញ្ហានេះចេញបងប្អូនចាការអនុវត្តនីតិវិធីត្រូវបន្តដំណើរការបន្តពីការដោះលែងកងទ័ព18នាក់យើងរឿងដែលសៀមតែងតែចោទមកលើខ្មែរយើងបងប្អូនដឹងបើយត់គឺអារឿងអនឡាញខុសច្បាប់ហ្នឹងឯងអូនិយាយពីថាអារឿងអនឡាញខុសច្បាប់ហ្នឹងគឺវាចោទមហាចោទហើយបងប្អូនចាឥឡូវមានអីទៀតរឿងហ្នឹងគឺត្រូវបញ្ចប់ហើយបងប្អូននេះក៏សង្កត់ទៅខាងសៀមខ្លាំងណាស់ដែរបងប្អូនចាព្រោះតែបានប៉ះពាល់ទៅដល់ផលប្រយោជន៍ចិនធំណាស់បងប្អូនរឿងមួយនេះមិនមែនទូចទេណាប៉ះពាល់ដល់ផលប្រយោជន៍ចិនធំណាស់អារឿងអនឡាញមួយនេះបងប្អូនចាចង់ជម្រាបជូនប្រាប់បងប្អូនថាចេះឥឡូវនេះបើសិនជាខ្មែរនិងចិនធ្វើបានប៉ុណ្ណឹងហើយប៉ុន្តែសៀមវានៅតែមិនឯកភាពទៀតអញ្ចឹងចិនក៏អត់ទុកមុខឲ្យដែរបងប្អូនចាចិនវាអត់ទុកមុខឲ្យសៀមទៀតទេបងប្អូនរឿងនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ចិនខ្លាំងណាស់បងប្អូនចាហើយឱកាស3របស់សៀមដើម្បីអាចឈ្លានពានខ្មែរជាលើកទី3នឹងមានដូចជាទី1នឹងគឺពេលវេលាសន្តិភាពរបស់ពិភពលោកនឹងត្រូវបានបញ្ចប់ទី2នឹងគឺនីតិវិធីដំណើរការប៉ុន្តែការឯកភាពគ្មានភាពច្បាស់លាស់ទី3នឹងសង្គ្រាមវាទីទឹកដីនៃសង្គ្រាមលើកទី3គឺកើតឡើងថយចំណុចនឹងមានន័យថាចេះបងប្អូនការបញ្ចប់សន្តិភាពរបស់ពិភពលោកផ្អែកទៅលើសង្គ្រាម Greenland ព្រោះពាក់ព័ន្ធនឹងប្រទេសមហាអំណាចនៅជុំវិញពិភពលោកច្រើនណាស់បងប្អូនចាបន្ទាប់ពីយុទ្ធសាស្ត្ររបស់អាមេរិកគឺបានវាយប្រទេសវេណេស៊ុយអេឡាការចាប់ខ្លួនប្រធានាធិបតីនេះជាអ្វីដែលពិភពលោកមានការព្រួយបារម្ភខ្លាំងបំផុតពាក់ព័ន្ធទៅនឹងការបាត់បង់សន្តិភាពដោយសារតែសហរដ្ឋអាមេរិកគឺជាអ្នកបង្កឬក៏ពាក់ព័ន្ធទៅនឹងនីតិវិធីដំណើរការប៉ុន្តែការឯកភាពមិនមានភាពច្បាស់លាស់តាមរយៈដូននាយករដ្ឋមន្ត្រីថ្មីនិងអ្វីក៏មានការប្រែប្រួលដោយសារតែបញ្ហានៃពិភពលោកបានបាត់បង់សណ្ដាប់ធ្នាប់ព្រោះតែសង្គ្រាមលោកលើកទី3គឺនៅពេលដែលអាមេរិកហ៊ានវាយ Greenland គឺជាសង្គ្រាមមហាអំណាចធំឥឡូវនេះសញ្ញានៃសង្គ្រាមរបស់ពិភពលោកក៏មានផងដែរបងប្អូនចាគឺអាមេរិកនឹងដកខ្លួនចេញពីអង្គការធំជាច្រើនមែនទែននៅជុំវិញពិភពលោកដូច្នេះហើយសៀមគឺអាចបង្កើតសង្គ្រាមលើកទី3បានក្រោមហេតុផលនៃសង្គ្រាមពិភពលោកប៉ុន្តែបើសិនជាមានសង្គ្រាមលោកលើកទី3និងសៀមវាហ៊ានធ្វើសង្គ្រាមលើកទី3ជាមួយនឹងខ្មែរមែនសូមបងប្អូនទាំងអស់គ្នាកុំមានការព្រួយបារម្ភអីព្រោះដោយសារតែរឿងនេះចាគឺថ្នាក់ដឹកនាំជាតិរបស់យើងគឺលោកបានគិតគូររៀបចំរួចជាស្រេចហើយចង់កុំឲ្យមានការព្រួយបារម្ភអីបងប្អូនបើសិនជាមានបញ្ហានឹងកើតឡើងជាចុងក្រោយបងប្អូនណាត្រូវតែជឿទុកចិត្តទៅលើរដ្ឋាភិបាលជឿទុកចិត្តទៅលើថ្នាក់ដឹកនាំគ្រប់ជាប់ថ្នាក់ដើម្បីយើងក៏ដើម្បីជាតិយើងទាំងអស់គ្នាផងដែរជួបខ្ញុំស្រីនួននៅវីដេអូក្រោយ